សួស្តីបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះប្រទេសថៃជួបរឿងរន្ធត់ផ្ទួនដែលនឹកស្មានមិនដល់គ្រាន់តែកម្ដៅព្រះអាទិត្យក្តៅខ្លាំងសោះអាចបញ្ឆេះបំបួលហាងកម្ដៅបាងកកឲ្យคล้ายជាសមុទ្រភ្លើងទៅវត្តធ្វើបុណ្យពេលត្រឡប់មកវិញញាក់ស្រុកនិងព្រះសង្ឃរត់បាតជើងសព្រាតមិនទាន់ចប់ទេក្របបែកយែកបានផ្ទុះក៏ក្រើកឡើងលាន់សូដូចរន្ទះតើវិនាទីនៃមហន្តរាយនេះរន្ធត់កម្រិតណារឿងរ៉ាវទាំងនេះជាមេរៀនដ៏ក្តៅកគុកសម្រាប់យើងគ្រប់គ្នាតោះទៅតាមដានទស្សនវិជ្ជាជាក់ស្ដែងជាមួយខ្ញុំបាទបងប្អូនអើយយើងចាប់ផ្ដើមបើកឆាកដំបូងគេបង្អស់ពីមហន្តរាយភ្លើងឆេះដ៏គួរឲ្យរន្ធត់និងព្រឺសម្បុរជាទីបំផុតប្រចាំថ្ងៃនៅឯខេត្តជ័យភូមិហេតុការណ៍នេះបានផ្ទុះឡើងនៅវេលាម៉ោង 7:12 ថ្ងៃត្រង់ដែលជាពេលវេលាព្រះអាទិត្យកំពុងបញ្ចេញកម្ដៅក្តៅហែងខ្លាំងបំផុតស្រាប់តែឋាននៃរ៉កភ្លើងបានផ្ទុះឡើងត្រឹមមួយពព្រិចភ្នែកក៏ណោះអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅលាយឡំជាមួយកម្ដៅថ្ងៃដែលក្តៅដូចភ្លើងនៃរ៉កស្រាប់ផងនោះបានឆាបឆេះឡើងយ៉ាងកម្រោលលឿនដូចរន្ទះបាញ់លេបត្របាក់ផ្ទះឈើដ៏ស្រស់ស្អាតមួយខ្នងយ៉ាងសន្ធោសន្ធៅលាន់សូប្រេះក្រាងផ្សែងខ្មៅក្រាខ្មឹកបានខ្មួលខ្មាញ់ហក់ឡើងកម្ពស់រាប់សិបម៉ែត្របាំងជិតផ្ទៃមេឃកណ្ដាលថ្ងៃត្រង់ធ្វើឲ្យងងឹតស្លុបប្រៀបដូចជាមានសូរ្យគ្រាភាពវឹកវរនឹងការភ័យស្លន់ស្លោបានគ្របដណ្ដប់ពេញសហគមន៍អ្នកស្រុកចាស់ក្មេងរត់ស្រែកសូឡាវពេញភូមិព្រោះខ្លាចបិសាចភ្លើងនេះរាលដាលលេបត្របាក់ផ្ទះអ្នកជិតខាងបន្តទៀតទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះយ៉ាងណាក៏ដោយក៏កម្លាំងមនុស្សធម្មតាទប់ទល់លែងឈ្នះបាត់ទៅហើយបងប្អូនសាកស្ដាប់សម្ដីពិតរបស់កសិករម្នាក់ឈ្មោះថាណាដែលបានចូលរួមជួយជះទឹកពន្លត់ផ្ទាល់ប្រាប់ទាំងទឹកមុខតានតឹងនិងអស់សង្ឃឹមថាបងប្អូនអើយយើងខំប្រឹងជួយយកធុងជះទឹកគ្រប់គ្នាតែវាប្រៀបដូចជាយកអំបិលទៅលាងទឹកសមុទ្រអញ្ចឹងភ្លើងវាក្តៅខ្លាំងនិងសាហាវណាស់បូកផ្សំជាមួយកម្ដៅថ្ងៃម៉ោង 12 ផងធ្វើឲ្យពួកយើងសឹងតែសន្លប់បាត់បង់ស្មារតីទៅហើយគ្មានអ្នកណាហ៊ានចូលក្បែរទេប៉ុន្តែបងប្អូនអើយអ្វីដែលធ្វើឲ្យអ្នកទស្សនានិងអ្នកស្រុកនៅទីនោះរំជួលចិត្តស្រក់ទឹកភ្នែកអាណិតជាទីបំផុតនោះគឺទស្សនវិជ្ជារបស់លោកយាយវ័យចំណាស់ដែលជាម្ចាស់ផ្ទះគាត់បានរត់គេចយកប្រាក់អាយុចេញមកក្រៅទាំងព្រលឹងចុងសពដោយសល់ត្រឹមតែខោអាវមួយកំភ្លេជាប់នឹងខ្លួនប៉ុណ្ណោះទ្រព្យសម្បត្តិមាសប្រាក់សូម្បីតែមួយរៀលក៏យកមិនទាន់លោកយាយបានត្រឹមតែអង្គុយសម្លឹងមើលផ្ទះខ្លួនឯងឆែករលាយបន្តិចម្ដងហើយស្រែកយំត្រហឹងអើងកងយំសោកបោកខ្លួនសឹងតែគាំងបេះដូងយំរហូតស្ទើរតែដាច់ដង្ហើមបងប្អូនអើយគ្រោះអាក្រក់នៅស្រុកថៃពិតជាធ្លាក់មកផ្ទួនគ្នាដូចគេរៀបចំទុកភាពតក់ស្លុតនៅជ័យភូមិមិនទាន់បានស្ងប់ស្ងាត់ស្រួលបួលផងស្រាប់តែវិនាសកម្មថ្មីមួយទៀតបានរៀលដាលវាយប្រហារចំកណ្ដាលបេះដូងរាជធានីបាងកកតែម្ដងអ្វីដែលធ្វើឲ្យពិភពលោកព្រឺសម្បុរនិងហួសចិត្តបំផុតនោះគឺគ្រោះថ្នាក់លើកនេះវាមិនមែនបណ្ដាលមកពីការទុស្សាក់ខ្សែភ្លើងឬការធ្វេសប្រហែសរបស់មនុស្សនោះទេតែវាផ្ដើមចេញពីកម្ដៅព្រះអាទិត្យក្តៅមហាអស្ចារ្យដែលបានបញ្ចេញកម្ដៅក្តៅហែងខ្លាំងរហូតអាចដុតឆេះហាងគេទាំងកណ្ដាលថ្ងៃត្រង់តែម្ដងហេតុការណ៍ដ៏ក្តៅគគុកនេះបានផ្ទុះឡើងកាលពីវេលាម៉ោង 2:34 នាទីរសៀលនៅឯហាងអាហារដ៏ល្បីល្បាញមួយកន្លែងឈ្មោះថា Sep One Ratchada ដែលមានរចនាសម្ព័ន្ធប្រក់ដំបូលស័ង្កសីនិងលម្អដោយដំបូលស្បូវបងប្អូនសាកស្រមៃមើលចុះកម្ដៅថ្ងៃដែលក្តៅដូចភ្លើងនរកបាញ់ពន្លឺត្រង់ផ្លិតទៅផ្ដុំគ្នាយ៉ាងខ្លាំងនៅលើសន្លឹកស័ង្កសីរហូតធ្វើឲ្យស័ង្កសីនោះឡើងក្តៅគគុកប្រៀបដូចជារងរងើកភ្លើងឬខ្ទះដែកដែលកំពុងដុតចម្អិនអញ្ចឹងគ្រាន់តែមួយពព្រិចភ្នែកកម្ដៅនោះបានរាលដាលទៅប៉ះនឹងដំបូលស្បូវនិងផ្ទាំងក្រណាត់កៅស៊ូដែលជាវត្ថុងាយឆេះបង្កឲ្យផ្ទុះជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងកម្រោលលឿនដូចរន្ទះបាញ់គ្រាន់តែអណ្ដាតភ្លើងនិងផ្សែងខ្មៅខ្មួលខ្មាញ់ហុយត្រឡោមឡើងកប់ពពកភ្លាមភាពវឹកវរនិងចលាចលបានផ្ទុះឡើងកក្រៅដងផ្លូវតែម្ដងអតិថិជនដែលកំពុងអង្គុយហូបអាហារបុគ្គលិកហាងព្រមទាំងប្រជាពលរដ្ឋថៃដែលធ្វើដំណើរឆ្លងកាត់ទីនោះបានភ័យស្លន់ស្លោលុបប្រលឹងសឹងតែគាំងបេះដូងនាំគ្នារត់ចែកជើងគ្នាយកព្រះអាយុចេញពីគំនរភ្លើងទាំងញាប់ញ័រសភាពការពេលនោះគឺតានតឹងបំផុតប្រជាពលរដ្ឋនៅក្បែរខាងភ័យខ្លាចភ្លើងរាលដាលលេបត្របាក់អគារក្បែរនោះក៏បាននាំគ្នាយកធុងទឹកជ័រនិងសូម្បីតែដបទឹកសុទ្ធតូចៗមកត្រដាបត្រដួសជះទឹកពន្លត់អណ្ដាតភ្លើងដ៏សន្ធោសន្ធៅទាំងបែកញើសប៉ុនក្របពោតតែមើលទៅវាហាក់ដូចជាយកអំបិលទៅលាងទឹកសមុទ្រអញ្ចឹង
ដោយតបទល់លេងឈ្នះកងកម្លាំងបណ្ឌិតអគីភ័យប្រចាំតំបន់ត្រូវបង្ខំចិត្តបើកស៊ីរ៉ែនបន្លឺសំឡេងកងរំពើងពេញដងផ្លូវចោះមកអន្តរាគមន៍ជាបន្តក្រុមសង្គ្រោះត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃពីលើផងនិងកម្ដៅភ្លើងដ៏ក្ដៅគគុកពីមុខផងដោយបានទៀងទុយោវាយលុកបាញ់ទឹកសង្គ្រោះទាំងត្រដាបត្រដួនិងលំបាកលំបិនបំផុតតម្រាំតែអាចគ្រប់គ្រងស្ថានភាពនិងសម្រាប់បិសាចភ្លើងនេះបានទាំងស្រុងដំបូលហាងមើប៉ុនឯកធំត្រូវឆេះខ្ទេចខ្ទីរលាយគ្មានសល់បងប្អូនអើយរឿងភ្លើងឆេះផ្ទះថាគួរឲ្យតក់ស្លុតទៅហើយតែងាកមកមើលទីតាំងទី3នេះវិញគឺរឹតតែសាហាវនិងគួរឲ្យព្រឺសម្បុរខ្លោចចិត្តបំផុតព្រោះវាគឺជាការផ្ទុះគ្រាប់បែកយ៉ាក់យ៉ាងសាហាវខូខៃដែលកើតចេញពីស៊ីតែនឡានដឹកប្រេងខ្នាតធំហេតុការណ៍រន្ធត់នេះបានផ្ទុះឡើងនៅម៉ោង8យប់កណ្ដាលចំណតរថយន្តមួយកន្លែងក្នុងស្រុកស៊ីរាឆាខេត្តជលបុរីស្របពេលដែលអ្នកស្រុកអ្នកភូមិកំពុងសម្រាកពីការងារសុកស្រាប់តែគ្រាប់បែកយ៉ាក់ចំណុះ 50,000 លីត្របានផ្ទុះក៏ក្រើកឡើងលាន់សូក្រាំងដូចរន្ទះបាញ់ក៏ក្រើកញ័រញាក់អស់សហគមន៍ក្បែរខាងធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោស្មានតែមានរញ្ជួយដីអ្វីដែលធ្វើឲ្យគេហួសចិត្តនិងនឹកស្មានមិនដល់បំផុតនោះគឺស៊ីតែននោះគឺជាស៊ីតែនតូតេដែលគ្មានសាំងសូម្បីតែមួយដំណក់នៅខាងក្នុងប៉ុន្តែដោយសារចំហាយហ្គាសនិងចំហាយប្រេងដែលងុំសន្សំកម្ដៅនៅខាងក្នុងបិទជិតបានប្រែคล้ายទៅជាសម្ពាធយ៉ាងមហិមាកម្លាំងផ្ទុះដ៏សាហាវនេះបានហែកស៊ីតែនដែកដ៏ក្រាក់ខ្មឹកនោះឲ្យដាច់ព្រែកស្រាមរបើកសន្លឹកដែកប៉ាងរបាត់របាយខ្ទេចខ្ទីមួលចូលគ្នាមើលលែងយល់ពីរូបរាងដើមប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនិងខ្លោចចិត្តជាទីបំផុតនោះគឺកម្លាំងផ្ទុះដ៏សាហាវនេះបានសង្កត់កំទេចរាងកាយកម្មករម្នាក់វ័យ36ឆ្នាំដែលកំពុងតែបំពេញការងារនៅក្បែរនោះឲ្យបាត់បង់ជីវិតភ្លាមនៅនឹងកម្លាំងកាតហេតុតែម្ដងយ៉ាងអាណោចអាធមបំផុតញើឈាមដែលខំប្រឹងចេញមកធ្វើការតាំងពីព្រលឹមដើម្បីរកលុយចិញ្ចឹមគ្រួសារនិងប្រពន្ធកូននៅឯផ្ទះត្រូវបញ្ចប់ត្រឹមសម្លេងផ្ទុះ1វិនាទីសាកសពរបស់គាត់ត្រូវកម្លាំងខ្យល់អាត់បោកផ្ទប់យ៉ាងរន្ធត់ធ្វើឲ្យអ្នកដែលបានឃើញទិដ្ឋភាពនេះហើយទប់ទឹកភ្នែកមិនជាប់ឡើយបងប្អូនអើយវិលមកដល់ទីតាំងទី4ដែលជារឿងរ៉ាវគួរឲ្យហួសចិត្តសង្វេគនិងព្រឺសម្បុរជាទីបំផុតមូលហេតុពិតប្រាកដដែលបង្កឲ្យមានសោកនាដកម្មភ្លើងឆេះសហគមន៍កណ្ដាលយប់នៅក្បែរវត្តយោធានប្រឌិតខេត្តសមុទ្រប្រាកានត្រូវបានអាជ្ញាធរលាតត្រដាងហើយដើមចំនៃវិនាសកម្មដ៏មហន្តរាយនេះគឺផ្ដើមចេញពីរឿងតូចតាចមួយដែលយើងគ្រប់គ្នានឹកស្មានមិនដល់ពោលគឺវាផ្ដើមចេញពីការធ្វេសប្រហែសដ៏គួរឲ្យហួបជាតិបំផុតបុរសចំណាស់ម្នាក់ឈ្មោះលោកពូប្រាមុតអាយុ62ឆ្នាំបានប្រាប់សមត្ថកិច្ចទាំងសោកស្ដាយថាគាត់បានភ្លេចខ្លួនដោតកំសៀវដាំទឹកអគ្គិសនីចោលក្នុងផ្ទះឈើដ៏ចំណាស់របស់គាត់រួចក៏ចាក់សោបិទទ្វារដោទៅវត្តបាត់ដើម្បីចូលរួមពិធីបុណ្យហែទៀនកំសៀវដែលពុះងុំគ្មានអ្នកដោះបានរីងទឹកអស់នឹងឡើងកម្ដៅក្ដៅគគុករហូតទុះសេខ្សែភ្លើងបង្កជាផ្កាភ្លើងធ្លាក់ទៅលើរនាឈើដោយសារតែជាផ្ទះឈើចាស់អណ្ដាតភ្លើងបានឆាបឆែករៀលដដាលពេញផ្ទះយ៉ាងសន្ធោសន្ធប់និងសាហាយខូខើបំផុតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះផ្សែងពណ៌ខ្មៅកម្រាស់ក្រាស់ខ្មឹកបានខ្មួលខ្មាញ់ហុយត្រឡោមឡើងកប់ពពកបាំងចិត្តផ្ទៃមេឃកណ្ដាលអាទិត្រីលាយឡំជាមួយពន្លឺភ្លើងពណ៌ក្រហមឆ្អៅដែលកំពុងលោតត្របាក់ពីផ្ទះមួយទៅផ្ទះមួយលាន់សូប្រេះក្រាំងសភាពការពេលនោះគឺវឹកវរនឹងចលាចលដល់កម្រិតកំពូលលោកពូប្រាម៉ូតដែលជាម្ចាស់ផ្ទះពេលឃើញផ្ទះឆេះគាត់បានរត់ពីវត្តមកវិញទាំងភ័យស្លន់ស្លោទៀងទុយយកទឹកបញ្ចាំងជះពន្លត់ដែរតែសមុទ្រភ្លើងវាធំធេងពេកជះលែងឈ្នះបាត់ទៅហើយចំណែកឯអ៊ំស្រីម្នាក់ដែលជាអ្នកជិតខាងនិងជាជនរងគ្រោះផ្តងគ្រាន់តែឃើញភ្លើងឆេះលេបផ្ទះខ្លួនឯងនៅនឹងមុខគាត់ភ័យតក់ស្លុតរហូតដល់ទន់ជង្គង់ដួលសន្លប់បាត់ស្មារតីសឹងតែគាំងបេះដូងរហូតដល់ក្រុមសង្គ្រោះការកបាតក្រហមត្រូវរត់ចូលមកគ្រានិងសង្គ្រោះបាត់ធំភ្លាមអ៊ំស្រីបានប្រាប់ទាំងទឹកភ្នែករហាមថាភ្លើងវាឆេះចេញពីក្រៅផ្ទះលោកពូប្រាម៉ូតលឿនដូចរន្ទះបាញ់គាត់អូសទាញបានតែជីវិតចេញមកក្រៅប៉ុណ្ណោះដោយសារតែសហគមន៍នោះគឺជាសហគមន៍ផ្ទះឈើចាស់ដែលមានអាយុកាលតាំងពីចំនួនដូនតាជាង50ឆ្នាំមកហើយនោះផ្ទះសង់ជាប់គ្នាជាជួរកកុនគ្មានចំណោះប្រជាពលរដ្ឋរាប់រយនាក់ដែលកំពុងតែដេកលក់និងខ្លះទៅមកពីវត្តបានស្រែកឆោឡោទ្រហឹងអើងកងរត់ជន់ជើងគ្នាបាតជើងសព្រាត
អ្នកខ្លះប្រវេប្រវា3កូនតូចៗនិងអូសទាងមនុស្សចាស់រត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោដើម្បីយកប្រាសអាយុទុកចោលទ្រព្យសម្បត្តិឲ្យភ្លើងឆេះរលេខ្លាយជាផែននៅនឹងមុខទិដ្ឋភាពពេលនោះគឺតានតឹងនឹងក្តៅកគុកកក្រើកដីរហូតដល់ថ្នាក់ព្រះសង្ឃនៅក្នុងវត្តក្បែរនោះក៏ត្រូវបង្ខំចិត្តទម្លាក់ចោលធូបទៀននិងធរសូត្រស្ទុះរត់ចេញមកក្រៅទាំងស្បង់ជីវរដើម្បីជួយសង្គ្រោះញាតិញោមនិងជួយសែងអូសទាងទ្រព្យសម្បត្តិរបស់អ្នកស្រុកចេញពីគំនើភ្លើងយ៉ាងប្រសើរពេញដងផ្លូវផងដែររថយន្តពន្លត់អគ្គីភីរាប់សិបគ្រឿងបានចុះមកដល់តែជួបឧបសគ្គដ៏ធំគឺផ្លូវចូលតូចចង្អៀតបំផុតធ្វើឲ្យឡានទឹកចូលមិនចុះកងកម្លាំងត្រូវអូសទាងទុយយកទឹកប្របែងរាប់រយម៉ែត្រចូលទៅវាយលុកទាំងត្រដាបត្រដួសអ្វីដែលធ្វើឲ្យញាក់គ្រប់គ្នាព្រឺសម្បុរនិងលួសព្រលឹងថែមទៀតនោះគឺក្នុងប្រតិបត្តិការសង្គ្រោះដ៏គ្រោះថ្នាក់នេះមានភ្នាក់ងារពន្លត់អគ្គីភីម្នាក់កំពុងតែលុកចូលបាញ់ទឹកយ៉ាងអង់អាចស្រាប់តែត្រូវចរន្តអគ្គិសនីដែលកាត់មិនតាន់ដាច់ឆក់យកយ៉ាងរន្ធត់បណ្ដាលឲ្យដួលផ្ងាកណ្ដាលរងើភឿនសំណាងល្អបំផុតដែលក្រុមការងារទាញសង្គ្រោះទាន់ពេលវេលាកុំអីបាត់បង់ជីវិតបាត់ទៅហើយបងប្អូនសាសគិតមើលចុះត្រឹមតែកំសៀវដាំទឹកអគ្គិសនីមួយដែលភ្លេចដកដោតបានបង្កជាវិនាសកម្មបំផ្លាញសហគមន៍អាយុកាល50ឆ្នាំឲ្យคล้ายជាផេះធ្វើឲ្យប្រជាពលរដ្ឋ31នាក់ត្រូវធ្លាក់ខ្លួនអត់ចម្រោកថាមួយយប់បងប្អូនជនរួមជាតិខ្មែរជាទីគោរពមហន្តរាយដ៏សាហាវវាយលុកឥតឈប់ឈរទាំងកណ្ដាលថ្ងៃនិងកណ្ដាលយប់នៅស្រុកថៃនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតពីភាពផុយស្រួយនិងគ្រោះថ្នាក់ដែលកំពុងគ្របដណ្ដប់ពេញប្រទេសគេគ្រាន់តែការធ្វេសប្រហែសតូចតាចភ្លេចដកដោតកំសៀវទឹកអគ្គិសនីមួយសោះអាចបំផ្លាញផ្ទះសម្បែងនិងសេចក្តីសុខរបស់អ្នកស្រុកក្នុងសហគមន៍ឲ្យคล้ายជាផេះត្រឹមមួយយប់ចំណែកឯស៊ីទៀនសាំងទទេគ្មានទឹកសាំងក៏នៅតែអាចคล้ายជាក្របែកផ្ដាច់ជីវិតមនុស្សបានដែរប្រសិនបើមានការធ្វេសប្រហែសតើបងប្អូនយល់យ៉ាងណាដែរចំពោះទស្សនវិជ្ជាវិនាសកម្មផ្ទួននេះសូមបងប្អូនចូលរួមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាជាចុងក្រោយសូមបងប្អូនជួយចុច like វីដេអូនេះម្នាក់មួយនិងជួយ share ហើយកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹង channel របស់ខ្ញុំបាទផងដើម្បីកុំឲ្យរំលងរាល់ការអាប់ដេតព័ត៌មានក្តៅគគុកជារៀងរាល់ថ្ងៃសម្រាប់ថ្ងៃនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាតើមានព័ត៌មានអីក្តៅៗទៀតជួបគ្នានៅវីដេអូក្រោយ